មេដឹកនាំកងទ័ពថៃបាននិយាយថ្ងៃនេះថាសង្គ្រាមរវាងកម្ពុជានិងថៃអាចនឹងកើតឡើងជាលើកទី3ណាហើយបាននិយាយថាកងទ័ពថៃក្នុងរដូវវស្សាខាងមុខនេះមិនត្រូវប្រហែសទេពីព្រោះខាងហ៊ុនសែនណាកំពុងតែរៀបចំសភាវុធយុទ្ធោបករណ៍ណាបានសេចក្តីថានៅពេលហ៊ុនសែននិយាយរឿងទំនិញថៃសៀមវាចាប់អារម្មណ៍វាចាប់ដើមរករឿងហ៊ុនសែនទៀតហើយវាថាកុំប្រហែសបើមានបញ្ហាវិបត្តិយ៉ាងណាវានឹងវាយគ្នាជាមួយនឹងលោកហ៊ុនសែនម្ដងទៀតនេះគឺជាព័ត៌មានចុងក្រោយតាក់ទងនឹងកម្ពុជាថៃណាតាក់ទងនឹងកម្ពុជាថៃគឺអញ្ចឹងណាលោកតាការងារអ្វីមានទីផ្សារខ្ពស់ពេលអនាគតកាក់ហៀងការងារច្រើនណាស់ដំបូងចាឯងមើលជុំវិញខ្លួនតើមនុស្សជំនាញអ្វីដែលអាចចិញ្ចឹមជីវិតបាននៅចិត្តជុំវិញខ្លួនចៅណាចៅមើលទៅឃើញហើយមិនបាច់សួរទេចៅសម្លាញ់បើចៅពិតជាមនុស្សខំរៀនខំរកជំនាញដាក់ខ្លួនកុំខាតពេលសួរតាឲ្យឧទាហរណ៍ឧបមាតាអាយុប្រហែលចៅឯងណាតារៀនថ្នាក់ទី10នៅសល់2ឆ្នាំទៀតប្រឡងបាក់ឌុបណាតាកលែងមើលជុំវិញខ្លួនឃើញគេលក់ចំណីនៅចិត្តហ្នឹងដាច់តាគិតពីទៀតទៅមុនថាតើអាចលក់ចំណីដូចគេបានទេបើសិនណាជាអញមិនអាចរៀនចប់បរិញ្ញាតើអញអាចលក់ចំណីអីបានអញ្ចឹងជុំវិញចៅសិតតែជារូបភាពដែលផ្ដល់ឲ្យនៅព័ត៌មានទីផ្សារមិនចាំបាច់មកសួរតារាប់ពាន់គីឡូពីចៅទេឲ្យតែចៅយកចិត្តទុកដាក់មើលជុំវិញខ្លួនចៅនឹងដឹងភ្លាមពីមុខរបរឱកាសនិងទីផ្សារណាចាណាមិនបាច់សួរឲ្យខាតពេលទេចាអើយនឹងអញ្ចឹងលោកតាឆ្នាំទី4ចាប់បរិញ្ញាបត្រហិរញ្ញវត្ថុឲ្យណែរឿងពេលដែលចៅរៀនចប់បរិញ្ញាបត្រ4ឆ្នាំសេចក្តីសម្រេចចិត្តរបស់ចៅគឺធ្វើខ្លួនឯងបានមិនចាំបាច់សួរតាទេតានិយាយច្រើនហើយណាតានិយាយច្រើនមកហើយអញ្ចឹងនៅពេលដែលសិក្សាឯងរៀនចប់4ឆ្នាំឧទាហរណ៍រៀនខាងហិរញ្ញវត្ថុក៏ដឹងថាតើខ្លួនត្រូវតទៅណាខ្លួនទៅទៅណាបើយើងមាន Bachelor ខាង Finance យើងមានផ្លូវតទៅណាតទៅ Management ណាតទៅ Economic តទៅ Marketing សិតទៅនៅក្នុងមុខវិជ្ជាមួយ complex យើងត្រូវការភាសាអង់គ្លេសហើយបន្ទាប់ពីភាសាអង់គ្លេសយើងស្វែងយល់ថាឧទាហរណ៍ណាតាទៀងក្បួនមកនិយាយប្រាប់តាទៀងក្បួនមកនិយាយប្រាប់បើអត់មានក្បួននិយាយទៅវាអត់នេះអូខេឥឡូវឧទាហរណ៍ថាចៅរៀនខាងហិរញ្ញវត្ថុហើយចប់4ឆ្នាំ Bachelors in Finance អញ្ចឹងយើងកលេចមើលទៅក្នុងទីធ្លានៃ major របស់យើងនៃ major របស់យើងអ្វីដែលយើងត្រូវការជាងគេយើងត្រូវការ English ណាចៅចប់4ឆ្នាំចៅកលេចមើលខ្លួនឯងថាតើខ្ញុំចេះអង់គ្លេសទេត្រូវការអង់គ្លេសណាកូនណាទី2រៀនចប់4ឆ្នាំមើលខ្លួនឯងខាងគណិតសាស្ត្ររួមទាំង calculus គណិតសាស្ត្រតើគណិតសាស្ត្ររៀន4ឆ្នាំចេះពេញលេញទេបើចេះមិនពេញលេញទេបន្ថែមបំពន់ខ្លួនឯងអូខេនេះគឺសំខាន់ណាស់អង់គ្លេសសំខាន់ណាស់គណិតសាស្ត្របន្ទាប់មកទៀតគឺសម័យកាលឥឡូវចេះប្រើ computer នេះគឺជាអ្វីដែលតាក់ទងនឹង finance ហើយចុះនៅក្នុងមុខវិជ្ជា finance ខាងហិរញ្ញវត្ថុចៅយក specialization ឯកទេសខាងអីខាង financial management ការចាត់ចែងហិរញ្ញវត្ថុ financial institution and market តាក់ទងនឹងអង្គការហិរញ្ញវត្ថុហើយនឹងទីផ្សារចៅពិនិត្យមើលថាសញ្ញាបត្ររបស់ចៅ specialize ខាងអីជំនាញខាងអី corporate finance ទទួលបន្ទុកខាងសហគ្រាសហិរញ្ញវត្ថុណាfuture and option ទីផ្សារហិរញ្ញវត្ថុ portfolio analysis តាក់ទងនឹងការវិភាគហិរញ្ញវត្ថុទីផ្សារ
international finance ឬក៏ជំនាញខាងហិរញ្ញវត្ថុអន្តរជាតិ investment banking វិនិយោគកម្មហើយនិងធនាគារណាតើចៅនៅក្នុង specialize ណា4ឆ្នាំហ្នឹងណា undergraduate degree ហ្នឹងឬក៏នៅក្នុង real estate financing តាក់ទងហិរញ្ញវត្ថុអចលនទ្រព្យឬក៏ risk and insurance តាក់ទងនឹងហានិភ័យហើយនឹងការធានារ៉ាប់រងឬក៏ចៅយកជំនាញខាងមូលធនចាត់ការគេហៅថា capital management ណាឬក៏ហិរញ្ញវត្ថុខាងធនាគារសុទ្ធឬក៏ហិរញ្ញវត្ថុខាងវិនិយោគសុទ្ធឬក៏ហិរញ្ញវត្ថុខាងគណនេយ្យកម្ម accounting ឬក៏ហិរញ្ញវត្ថុខាង economics អញ្ចឹងនៅពេលដែលចៅមាន undergraduate in finance ចៅអាចដឹងថាខ្លួនរៀនយកជំនាញអីមុខវិជ្ជាហិរញ្ញវត្ថុតែជំនាញដែលចៅរៀនណាស្ដាប់បានទេមុខវិជ្ជាហិរញ្ញវត្ថុណាថែលសុកសានប៉ុន្តែ specialize អីឧបមាថាចៅយក specialize ខាងសេដ្ឋសាស្ត្រអញ្ចឹង you may ចៅអាចពិចារណាលើការបន្តយក master ខាងសេដ្ឋកិច្ចតែបើចៅចង់ប្រឡូកលើអីឧទាហរណ៍ថាចៅរៀនបាន4ឆ្នាំហើយចៅយល់ឃើញថាវិស័យធនាគារនៅកម្ពុជាវាមានការងារធ្វើល្មមសមរម្យនិងចៅផ្ញើវាសនានៅលើធនាគារចៅយក master ខាង MBA in banking and finance ដល់បានទេណាហើយចុះបើសិនជាចៅយល់ឃើញថានៅក្នុងប្រទេសចៅហ្នឹងផ្នែកខាងហិរញ្ញវត្ថុអចលនទ្រព្យវាមានមុខការធ្វើច្រើនធនាគារតាក់ទងនឹងកម្ចីហិរញ្ញវត្ថុទៅកាន់អចលនទ្រព្យឧបមាណាអញ្ចឹងចៅយក master ខាងreal estate financing ចុះបើចៅចង់ធ្វើការនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុចៅអាចនឹងយកខាង financial institution market ក៏បានណា option and investment ក៏បាន portfolio analysis ក៏បានចៅមានគំនិតចង់សងវាសនាក្នុងអាស៊ានចង់ចាញ់ទៅក្រៅប្រទេសចៅអាចរៀន master in international finance ទៅធ្វើការឲ្យធនាគារនៅសិង្ហបុរីនៅកូឡាលំពូនៅយ៉ាកាតានៅបាងកកជាដើមឡាក់ចឹងណាចៅណាអូខេហើយបើចៅយល់ឃើញថា you want to continue in economics តើចៅឃើញទីផ្សារយ៉ាងម៉េចណាតើចៅឃើញទីផ្សារយ៉ាងម៉េច you are pursuing for masters in economics ប្រហែលជាត្រូវការទៅ PhD ពីព្រោះ graduate degree នៅក្នុងខាងវិស័យសេដ្ឋសាស្ត្រចៅអត់មានការងារធ្វើគ្រប់គ្រាន់ទេ but if you have masters in finance banking investment អានឹងមានការងារធ្វើតែបើចៅមាន masters ខាង economics ចៅបខំចិត្តទៅយកបរិញ្ញាយក PhD យកបរិញ្ញាបត្រឯកអញ្ចឹងឆ្ងាយគិតខ្លួនឯងណាកូនប៉ុណ្ណឹងចុះកុំឲ្យវែងពីព្រោះអ្វីដែល4ឆ្នាំវាជានៅក្នុងeducation អាមេរិកគេហៅ undergraduate យើងអត់ទាន់ពេញលេញអញ្ចឹងយើងត្រូវយកជំនាញទៅតាមហ្នឹងនៅក្នុងdegree in finance you are relating to financial management financial institution and market corporate finance future and option portfolio analysis international finance investment banking real estate and finance risk and insurance working capital management bank management investment accounting and economics specialization នៅក្នុងហ្នឹងអូខេតារាងវាចាញ់អញ្ចឹងអានេះក្បួនណាក្បួនវាមានក្បួនរបស់វាមុខវិជ្ជាមួយមានក្បួនណាកូនណាតាមិនមែនចេះទេតាពឹងក្បួនណាតាយកក្បួនមកបញ្យល់ទេណាកូនមិនមែនតាមានក្បួនជាសិភៅសម្រាប់យកមកបញ្យល់អាហ្នឹងចាប់រដ្ឋធានីកាលណារៀន IT ឆ្នាំទី1សាលាគេប្រាប់ឲ្យរៀនសិភៅអីមិនមែនតាអ្នកប្រាប់ទេណាចៅណារដ្ឋធានីនៅពេលដែលចៅចូលរៀននៅក្នុងមហាវិទ្យាល័យសាលាគេប្រាប់ថារៀនសិភៅអីមិនមែនសិភៅតាឲ្យរៀនទេណាចៅណាអូខេនីកូឡាអញ្ចេះនីកូឡារបបប្រជាធិបតេយ្យសហរដ្ឋអាមេរិករបបប្រជាធិបតេយ្យសហរដ្ឋអាមេរិកជារបបគេហៅថាសាធារណរដ្ឋអនុវត្តប្រជាធិបតេយ្យតំណាងគេហៅថារបបសាធារណរដ្ឋអនុវត្តលទ្ធិប្រជាធិបតេយ្យតំណាងហៅកាត់ថា representative republic គឺជាសាធារណរដ្ឋដែលរបបប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកស្ថាបនិកនៃសាធារណរដ្ឋអាមេរិក the founding father
បានរៀបចំនៅយន្តការមួយតែកើតឡើងតាំងពីថ្ងៃបង្កើតសហរដ្ឋអាមេរិកដំបូងថ្ងៃបង្កើតដំបូងគឺគេបង្កើតសហរដ្ឋអាមេរិកនៅក្នុងសមាគមរដ្ឋដែលភាសាអង់គ្លេសហៅថា Confederation ស្ថាបនិកនៃសហរដ្ឋអាមេរិកបានបង្កើតយន្តការមួយដែលយន្តការហ្នឹងក៏ប្រើប្រាស់រហូតមកដល់សប្តាហ៍ថ្ងៃយន្តការហ្នឹងគេហៅថា checks and balance បើប្រែជាភាសាខ្មែរពាក្យថា checks and balance ប្រែថាតុល្យកម្មនៃអំណាចតុល្យកម្មនៃអំណាចក៏ប៉ុន្តែ check and balance គឺជាយន្តការទ្រឹស្ដីដែលមិនដូច checks and balance នៅយុរ៉ុបនៅអេស៊ីនៅអូសេអានីនៅកាណាដាទេ check and balance របស់សហរដ្ឋអាមេរិកគឺជាយន្តការ unique ជាយន្តការដែលប្លែកហើយនៅក្នុងពិភពលោកគ្មានប្រទេសណាប្រើយន្តការ checks and balance ដូចនៅអាមេរិកទេពឹងផ្អែកទៅលើមេយន្តការ checks and balance នេះរបបប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកគេស្វែងរកភាព resilience នៅក្នុងប្រជាធិបតេយ្យអាមេរិកដោយពឹងទៅលើ checks and balance នៅប្រទេសអង់គ្លេសគេមាន checks and balance ប៉ុន្តែ resilience of UK democracy ផ្សេងនៅជប៉ុនគេប្រើ checks and balance របស់គេតែ resilience of democracy របស់គេផ្សេងស្អីទៅផ្សេងនៅអង់គ្លេសហើយនៅជប៉ុនគេយក Westminster political tradition គេអនុវត្តប្រជាធិបតេយ្យតាមប្រពៃណីនយោបាយ Westminster អញ្ចឹងកាលណាវាមានវិបត្តិនយោបាយឬហានិភ័យនយោបាយគេធ្វើ snap election មានន័យថាគេរៀបចំការបោះឆ្នោតដើម្បីស្រង់យកទំនុកចិត្តពីម្ចាស់ឆ្នោតរៀបរដ្ឋាភិបាលគេហៅ snap election នៅជប៉ុនក៏អញ្ចឹងនៅអង់គ្លេសក៏អញ្ចឹងណាអានោះការស្វែងរកភាព resilience នៅក្នុង democracy តាមប្រពៃណីនៃ Westminster political tradition តាមប្រពៃណីនៃនយោបាយ Westminster នៅអាមេរិកអត់ទេអាមេរិកដើម្បីរក resilience ក្នុងប្រជាធិបតេយ្យអត់មាន snap election ទេ President of United States hold power in the mandate of 4-year term អត់មាន snap election ទេបើមានការដកប្រធានាធិបតីចេញវាត្រូវមានប្រធានាធិបតីឡើងជំនួសនៅក្នុងអាណត្តិហ្នឹងតាមឋានានុក្រមនៃ cabinet អញ្ចឹង resiliency របស់ប្រជាធិបតេយ្យអាមេរិកខុសគេ checks and balance របស់អាមេរិកខុសគេអត់ដូចគេទេណាតើខុសអ្វីតុល្យកម្មអំណាចនៅសហរដ្ឋអាមេរិកគឺពឹងអង្គការដឹកនាំអំណាច3នីតិបញ្ញត្តិនីតិប្រតិបត្តិនីតិយុត្តិធម៌នីតិតុលាការអញ្ចឹងនៅពេលដែលអង្គមួយអង្គការដឹកនាំអំណាចមួយទៅកិច្ចគ្នា when national leadership branches វាមាន stress គេយកតុលាការកំពូលជាធំអ្វីឡើងទៅតុលាការកំពូលហើយតុលាការកំពូលនឹងចាញ់ការបកស្រាយហើយសម្ដីរបស់តុលាការកំពូលគឺជាសម្ដីចុងក្រោយ to maintain and to address and to finally solving problem of stress នៅក្នុងស្ថាប័ននិងអង្គការអំណាចអាមេរិកគឺប្រើ checks and balance បើអង្គការ2ឆ្លោះគ្នាគេត្រូវពឹងតុលាការចុះតុលាការចេះឆ្លោះគ្នាទេតុលាការចេះឆ្លោះពីក្រោម There are fight at lower court appellate court រហូតដល់ state supreme court federal supreme court វាឡើងទៅតាមនឹងឋានានុក្រមហ្នឹងតុលាការយកតុលាការហ្នឹងជាទីលានឆ្លោះគ្នាប៉ុន្តែចុងក្រោយបំផុតវានៅឯ supreme court
of the United States Supreme Court of the United States គឺជាការបកស្រាយចុងក្រោយនៃវិវាទកម្មយន្តការបែបនេះប្រើនៅសហរដ្ឋអាមេរិករហូតមកតាំងពីដើមកំណើតនៃសាធារណរដ្ឋសហព័ន្ធរយៈកាលកន្លងមក stress ទាំងអស់ដែលកើតនៅអាមេរិកអត់ទាន់ធ្វើឲ្យប្រព័ន្ធនឹងដួលទេមានន័យថា all stress throughout American history American political history seem to show that the institution and check and balance mechanism of the United States of America working មានន័យថា checks and balance របស់សហរដ្ឋអាមេរិកនៅដើរនៅឡើយមិនទាន់ដួលទេចាត់ទុកថាអ្វីដែលចង់បាន resilience គឺពឹងទៅលើ checks and balance នៅប្រទេសខ្លះគេពឹងលើ Constitutional Council កុងសី the Constitutional អត់ឯករាជ្យដូចអាមេរិកទេអាមេរិកឯករាជ្យជាងចុះquality of democracy គុណភាពនៃប្រជាធិបតេយ្យអាមេរិកវាជាប់ចំណាត់ថ្នាក់អី American democracy is not the best democracy មានន័យថាប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកមិនមែនជាប្រជាធិបតេយ្យល្អឯកទេ compare to UK quality of democracy នៅ UK គ្រាន់បើជាងអាមេរិកអញ្ចឹងហើយបានពាក្យថាអាមេរិកជាបៃតាប្រជាធិបតេយ្យពាក្យនឹងខុសទេនោះប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកអត់សូវល្អប្រហែលទេតែប្រទេសអាមេរិកមាន checks and balance mechanism ដែលទប់ឲ្យប្រព័ន្ធអាមេរិកនឹងអត់ដួលដូចប្រទេសបារាំងណាសាធារណរដ្ឋបារាំងមិនមែនជា best ទេ democracy បារាំងអត់ best ទេប៉ុន្តែ system សង្គ្រាម Republic ប្រាំងប្រើមកអត់ដួលបារាំងប្រើអា system របស់ខ្លួននឹងអត់ដួលមានន័យថា system នឹងល្អតែល្អចំពោះពើប្រាំងវាមិនល្អចំពោះគេទេតែវាល្អចំពោះប្រជាជនប្រជាប្រដ្ឋប្រាំងប្រជាធិបតេយ្យអត់អាចនិយាយថាអូប្រទេសនេះ number 1 ប្រទេសនេះ number 2 អត់ទេវាអាស្រ័យទៅលើការអនុវត្តនៃលទ្ធិប្រជាធិបតេយ្យហើយនឹងការព្រមព្រៀងនៃអ្នកនយោបាយនិងពលរដ្ឋក្នុងប្រទេសហ្នឹងចាប់ resilience based on each country know how to manage the affairs of democracy អូខេកូនណានីកូឡាតាជាកូនសិស្សប្រជាធិបតេយ្យតារៀនថ្នាក់ប្រជាធិបតេយ្យណាពោះតាពីដើមតានឹកឃើញចង់ចូលតាចង់ធ្វើនយោបាយអញ្ចឹងតារៀនរឿងប្រជាធិបតេយ្យហ្នឹងចុងក្រោយបំផុតគេមិនអាចយក democracy in America ទៅធ្វើជាស្តង់ដារឲ្យជប៉ុនគេមិនអាចយក democracy នៅ UK ទៅធ្វើស្តង់ដារឲ្យកម្ពុជាទេអត់ទេអាច learn from each democracy ប៉ុន្តែវាអាស្រ័យទៅលើប្រទេសមួយអូខេអាហ្នឹងអញ្ចឹងណាមករាតាអាចប្រាប់បានទេពេលដែលមេរបស់យើងបានយល់ច្រឡំមកលើយើងហើយគាត់បានខឹងខ្លាំងតើយើងត្រូវបកស្រាយទៅគាត់វិញដូចម្ដេចអត់បានទេកូនតាអត់អាចប្រាប់បានទេវាអាស្រ័យទៅលើបរិស្ថាននៃទីតាំងរបស់ចៅតើចៅនៅក្នុងកលៈទេសៈណាតើប្រពៃណីនៃសង្គមរបស់ចៅដោះស្រាយយ៉ាងម៉េចតើអត់ប្រាប់បានទេណាកំជ្រួចហើយនឹង drone ដែលវាយប្រហារខ្លាំងមែនទែនទៅ UAE គេហៅថា Emirates Arab រួមinterceptor មិនបោះអាកាំងមិនបោះអាកាំងទេណាកុំច្រឡំណាវាយចាប់ក្រោយថ្ងៃទី6ទី7ខែមីនាមកទល់ថ្ងៃទី20នេះការវាយប្រហាររបស់ Iran ទៅលើ Emirates Arab រួមគេហៅថា UAE interceptor ដែលបាញ់ទម្លាក់កំជ្រួចរបស់ Iran ហើយនឹងបាញ់ទម្លាក់ drone របស់ Iran មិនមែនជា interceptor របស់អាមេរិកទេណាមិនមែនជា interceptor របស់អាមេរិកទេសូមឲ្យជ្រាបណាហើយការបាញ់ប្រហារទៅលើប្រទេស Saudi Arabia interceptor ដែលប្រើភាគច្រើនបំផុត
មិនមែនរបស់អាមេរិកទេមិនមែនរបស់អាមេរិកទេតើគេប្រើអីណាគេប្រើរបស់កូរ៉េខាងត្បូងណា Interceptor ដែល Emirates អារ៉ាប់រួមនិង Saudi ប្រើតាំងពីថ្ងៃទី7 8 ខែមីនាមកគឺប្រើរបស់កូរ៉េខាងត្បូងគឺជាប្រព័ន្ធសម្រាប់ទប់កំជ្រួចឈ្មោះហៅថាឆឹងកិនឈ្មោះឆឹងកិនហ្នឹងគេហៅកុំឲ្យពិបាកគេហៅ KM SAM Block 2 KM SAM Block 2គឺជាប្រភេទកំជ្រួចដែលបាញ់ទៅបំផ្លាញកំជ្រួចវេបហាពីយូក្រែនមកដែលមានកម្រិតជោគជ័យ 96% 96% successful rate មានន័យថាកំជ្រួច100ដែលបាញ់ស្រោចមកកំជ្រួច KM SAM Block 2របស់កូរ៉េខាងត្បូងអាចបាញ់ទម្លាក់96ដើមក្នុង100ដើមមានន័យថាក្នុង100ដើមអាចចាប់មិនបាន4ដើមកំជ្រួចនេះណាកំជ្រួចនេះណាអត់ទេកូនចៅឯងសួរនឹងខុសហើយ Iron Dome វាជារបស់ទេពជាង KM SAM Iron Dome ទេពជាង SAM ណាកូន Iron Dome ទេពជាង SAM Iron Dome វាជា low altitude interceptor ចំណែក KM SAM Block 2របស់កូរ៉េខាងត្បូងវាជា medium range interceptor កម្ពស់កណ្ដាលអូខេណាអាហ្នឹងនៅស្រុកកូរ៉េគេហៅឆឹងកិនប្រព័ន្ធកំជ្រួចឆឹងកិននេះឥឡូវនេះមានគុណភាពប្រហាក់ប្រហែលឬល្អជាង Patriot System មានគុណភាពនិងប្រសិទ្ធភាពប្រហាក់ប្រហែលឬល្អជាង Patriot ហើយខ្ញុំរីករាយនឹងដំណឹងនេះណាមិនបានរីករាយនឹងដំណឹងហ្នឹងឲ្យវាសមមុខអាក្រុមហ៊ុនធ្វើ Patriot វាមិនបានត្រូវសមមុខវាត្រូវបង្កើនការសិក្សាស្រាវជ្រាវដើម្បីនឹងបង្កើនប្រសិទ្ធភាពកំជ្រួចវាតទៅទៀតពីព្រោះកំជ្រួច KM SAM Block 2របស់កូរ៉េវាមានប្រសិទ្ធភាពស្មើនឹង Patriot អញ្ចឹង Patriot វាត្រូវធ្លាក់តម្លៃទី1ត្រូវធ្លាក់តម្លៃព្រោះវាមានគូប្រជែងវាត្រូវធ្លាក់តម្លៃជារឿងល្អវាជារឿងល្អមិនមែនជារឿងចាញ់ឈ្នះទេជារឿងល្អបើទុកឲ្យអា Patriot ហ្នឹងវាជាតួឯកវា4លានមួយគ្រឿងណា4លានមួយគ្រឿងនៅពេលដែល KM SAM Block វាតែ1លានមួយគ្រឿងណាអញ្ចឹងនៅពេលដែលវាអាចមានប្រសិទ្ធភាពប្រហែល Patriot ត្រូវតែធ្លាក់ថ្លៃហើយបើ Patriot នឹងផលិតកំជ្រួចយកទៅប្រើមិនទាន់កូរ៉េ delivery វាលឿនជាង Patriot 1 Patriot delivery បាន1កូរ៉េ delivery បាន8មានន័យថា Patriot អាចបញ្ជូនទៅផ្គត់ផ្គង់បានមួយដើមកូរ៉េវាអាចផ្គត់ផ្គង់បាន8ដើមហើយវាមានសមត្ថភាពស្មើនឹង Patriot អញ្ចឹងអា Patriot ត្រូវធ្លាក់ថ្លៃបើវាមិនមែនជាទូឯកអញ្ចឹងជារឿងល្អនៅក្នុងប្រទេសសេរីណាអូខេនៅក្នុងប្រទេសសេរីរឿងនេះមិនមែនរឿងចាញ់ឈ្នះទេ It's a very good competition ហើយចុះហេតុតែមិនដេចបានជានេះនៅពេលដែលកំពុងមានសង្គ្រាមនេះកូរ៉េអាចធ្វើឲ្យសភាវុធរបស់ខ្លួនចូលសមរភូមិបានវាគ្រាន់បើជាណាវាគ្រាន់បើជាអាស្វាមួយនោះអាស្វានឹងស៊ីតៅហ៊ូអាស្វានឹងអួតចុយតម្រាយអួតប៉ុន្តែរបស់វាចូលសមរភូមិគឺតៅហ៊ូងាកតៅហ៊ូណាអាកូរ៉េវាស៊ីតៅហ៊ូដែរប៉ុន្តែវាថែមទឹកគឹមជីពីលើវាដាក់គ្រឿងវាចូលសមរភូមិចាញ់ផលមកដឹងទេឥឡូវហ្នឹងដឹងកុងត្រាសញ្ញេទិញពីវាប្រហែល1000លានទេ382,000លានកុងត្រាដែលកំពុងចុះហត្ថលេខាជាមួយនឹងកូរ៉េខាងត្បូង382,000លាន $382 billion
អូខេពីព្រោះតម្លៃណាពីព្រោះតម្លៃនៃប្រព័ន្ធ KM-SAM Block 2វាច្រើនជាង 1/3 នៃតម្លៃ Patriot អញ្ចឹង Patriot ត្រូវធ្លាក់ថ្លៃហើយអារោងចក្រផលិត Patriot ត្រូវតែកែលម្អពីព្រោះមានគូប្រជែងអូនប្រទេស Saudi Arabia ប្រទេស United Arab យ៉ាងម៉េចណា Kuwait Qatar Bahrain Saudi Arab រួមចុះហត្ថលេខាតម្លៃរាប់សិបពាន់លានជាមួយនឹងក្រុមហ៊ុនកូរ៉េខាងត្បូងអូខេនេះគឺជាអ្វីកំពុងកើតឡើងនៅពេលប្រទេសកំពុងតែមានសង្គ្រាមនៅពេលពិភពលោកកំពុងតែមានបញ្ហាឱកាសក៏វាមានដែរអញ្ចឹងហើយបានអារ៉ាប់បាយមួយវានិយាយវាថានៅពេលកើតសង្គ្រាមមនុស្សគេខ្លាចគេភ័យប៉ុន្តែអ៊ីស្រាអែលគេស្វែងរកឱកាសនៅពេលដែលពិភពលោកកំពុងតែញ៉ៃអ៊ីស្រាអែលកាន់អក្សរ N មួយនៅដៃដើម្បីអីដើម្បីដាក់លើអ៊ីរ៉ានងាកដាក់ភ្លុចហ្នឹងហើយយកឱកាសពិភពលោកអាចឆេះដោយសារកូនព្រះគាត់ដុតពិភពលោកអាចទៅជាសង្គ្រាមលោកលើកទី3បានដោយសារកូនព្រះមានចាំទេគេថាអីសាសអ៊ីស្រាអែលគឺជាសាសគឺជាកូនរបស់ព្រះនោះចុយម៉ែដាក់ទៅឆេះទាំងគូតាជេមសក់ទៀតនឹងឲ្យយល់ត្រូវដឹងណាគេអត់លេងចោលទេនៅពេលដែលមានអាសន្នអ្នកដែលមានស្មារតីនឹងនោះគេរកឱកាសឧទាហរណ៍ថាយួនម្នាក់វាឈរនៅក្បែរផ្ទះយើងហើយភ្លើងឆេះភូមិយើងបើយួននឹងមានស្មារតីវារត់វឹងចូលទៅជួយយើងវាយកលុយយកមាសយកប្រាក់យើងយកទុកផ្ទះវាបាត់អាកភ្លើម៉ែអើយជួយផងភ្លើងឆេះហើយម៉ែអើយជួយផងប្រគុណអើយជួយផងព្រះជាចាស់ព្រះហៃសូអីណាអាឆែតមកក្តីអាឆែតកដោកលិតអីណាអាធម្មមេចាប្រកាសយកណាមកជួយផងឥឡូវតែស្រែកលោឡាទៅយួនវាយកទៅផ្ទះវាអស់លីហើយវារត់ជួយឡើងបែកញើកខៀវាជួយឡើងបែកញើកខៀហើយវាយកទៅផ្ទះវាបាត់អាហ្នឹងហើយគេហៅថាយើងកំពុងភ័យណាយើងកំពុងភ័យគេរកឱកាសគេមានមកជួយយើងទេណាគេរត់ឡើងលឿនបាច់ញើសកាគៀប៉ុន្តែគេយកទៅផ្ទះគេអស់ណាយល់ទេអាហ្នឹងអញ្ចឹងឥឡូវត្រឡប់មករឿងអាកំជ្រួចហ្នឹងវិញអាកំជ្រួចហ្នឹងឥឡូវវា 382,000 លានណាកាលនៅកុងត្រាណាអូខេនឹងកុងត្រាឥឡូវរបាយការណ៍ចេញហើយណានៅក្នុងខែមករាឆ្នាំ22កូរ៉េខាងត្បូងបានយកកំជ្រួចជ្រើកិន Block B នេះទៅលក់ឲ្យ United Arab Emirates ពេលហ្នឹង United Arab Emirates សញ្ញាកុងត្រាទិញជាទឹកប្រាក់ $3,500 លានណា$3,500 លានអារ៉ាប៊ីសាអូឌីបានទិញប្រព័ន្ធរបស់កូរ៉េខាងត្បូងនេះតម្លៃ$3,200 លាននៅឆ្នាំ24អ៊ីរ៉ាក់ទិញចំណាយអស់$2,800 លាននៅឆ្នាំ24ដែរអាហ្នឹងពីមុនសង្គ្រាមស្រាប់តែដល់ពេលកើតសង្គ្រាមពីថ្ងៃទី28ខែកុម្ភៈនេះសញ្ញាកុងត្រាថ្មីឡើង3-4 ដងថែមទៀត United Arab Emirates មានកុងត្រាចំពោះមុខ3ថែមទៀតអារ៉ាប៊ីសាអូឌី4ថែមទៀតកូវ៉ែត2កាតា2ថែមទៀតសិតតែទឹកលុយធំបណ្ដាប្រទេស GCC សញ្ញាកុងត្រាដូចផ្ទះអ៊ីជីបឥឡូវកំពុងតែចាប់ដើមសញ្ញាកុងត្រាចង់ទិញដែរអ៊ីជីបឥឡូវកុំនិយាយពីរឿងប្រទេសអារ៉ាប់ទិញតើប្រទេសអាស៊ីណាទិញមិនដឹងទេមានអ្នកណាដឹងថាអា KM-SAM របស់កូរ៉េហ្នឹងប្រទេសអាស៊ីណាទិញទេណូអត់ទាន់ទិញទេថៃម៉ាឡេស៊ីកំពុងចរចាឥណ្ឌូនេស៊ីកំពុងចរចាវៀតណាមកំពុងចរចាម៉ាឡេស៊ីឥណ្ឌូនេស៊ីវៀតណាមកំពុងចរចាអូខេឥឡូវងាកទៅអា Patriot វិញបើយើងចង់ទិញ Patriot របស់អាមេរិករងចាំ5ឆ្នាំលឿនបំផុត2ឆ្នាំទៅ3ឆ្នាំចំណែកកូរ៉េខាងត្បូងលឿនជាងហ្នឹងណាតើប្រព័ន្ធ KM-SAM Block 2 ហ្នឹងមានដើមកំណើតពីណាមកណាតាមការស៊ើបអង្កេតរបស់អ្នក
រកស៊ីជួញដូរសពាវុធប្រព័ន្ធ KM SAM ដែលគេហៅថាជាភាសាកូរ៉េហៅថាជ្រឹងកិនប្រព័ន្ធនេះកាលដើមឡើយកូរ៉េខាងត្បូងយកលំនាំតាមបច្ចេកវិទ្យា S350 និង S400 របស់រុស្ស៊ីយកលំនាំតាមតែក្រោយមកក៏បានកែច្នៃបង្កើតបានជាបច្ចេកវិទ្យាឯករាជ្យដោយអត់មានយកលំនាំតាមអ្នកណាទៀតទេហើយកសាងបានអា Block 2 ហ្នឹងណាប្រព័ន្ធ KM SAM នេះมันជះចំហាយទៅកំជ្រួចដែលបាញ់មកទេគឺកំតិចកំជ្រួចដែលបាញ់មកតែម្ដងបច្ចេកវិទ្យាចាប់កំជ្រួចរបស់កូរ៉េខាងត្បូងនេះគឺយកតាមលំនាំរុស្ស៊ីក៏ប៉ុន្តែអត់យកតាម Patriot ទេរយៈកាលកន្លងមកកូរ៉េខាងត្បូងអត់មានជាប់បតង់ជាមួយអាមេរិកទេបានសេចក្តីថាម៉េចបានសេចក្តីថាបើកូរ៉េផលិតបានលក់បាន$1អត់មានបង់ថ្លៃឈ្នួលឲ្យអាមេរិកទេ every dollar គ្រប់ដុល្លារទាំងអស់ដែលកូរ៉េលក់បានដាក់ប៉ៅអាហ្នឹងហើយគេហៅថាបច្ចេកវិទ្យាអត់ជាប់បតង់ចាប់កុំឲ្យនិយាយច្រើនពេកព្រោះមិនចូលចិត្តនិយាយរឿងបាញ់កាត់ចាក់គាត់និយាយឲ្យស្ដាប់ឲ្យមានការយល់ដឹងថានៅពេលដែលយើងកំពុងតែវេទនាមនុស្សដែលគេឆ្លាតគេរកឱកាសឃើញអូខេ382,000 លាន$382 billion ខ្លាំងណាសំភើអើយមានតែភ្លើខ្លះនិយាយអញ្ចឹងគេសប្បាយចិត្តណាស់ដែលអ៊ីស្រាអែលត្រូវក្របបោះអ៊ីរ៉ានមានតែមួយពីដើមវារងគ្រោះដោយសារខ្មោចអាខ័នសវណ្ណធ្វើបាបវាដល់អាខ័នសវណ្ណងាប់ទៅឥឡូវវាទៅជាវាគ្មិនមួយនៅ Facebook អ្នកផ្សាយរឿងកុហកកាន់ជើងអ៊ីរ៉ានវាបន់ឲ្យអាមេរិកលាយវាបន់ឲ្យអ៊ីស្រាអែលលាយណាខ្ញុំក៏ខ្ជិលទុកឲ្យវាចូលទៅណាបើយល់ល្អមិនក៏មិនអញ្ជើញអ៊ីរ៉ានឲ្យមកផ្សាយសាសនានៅស្រុកខ្មែរទៅហើយឲ្យបងប្អូនចាមយើងកាន់សាសនាតាមអ៊ីរ៉ានទៅពេលហ្នឹងជួយហ៊ុនសែនច្បាំងជាមួយថៃណាវាពិតចឹងមែនបើសិនជាហ៊ុនសែនគាត់កាន់ជើងអ៊ីរ៉ានហើយពួកអាខ្មែរដែលកាន់ជើងហ៊ុនសែនទាំងប្រមាណហ្នឹងវាយល់ឃើញថាអាមេរិកត្រូវតែលាយឬក៏អ៊ីស្រាអែលត្រូវតែលាយហើយនេះអញ្ជើញអ៊ីរ៉ានឲ្យមកផ្សាយសាសនានៅនេះទៅណាហើយបងប្អូនចាមហ្នឹងអាចកាន់សាសនាតាមអ៊ីរ៉ានហ្នឹងអាចទៅជួយច្បាំងណាដល់ច្បាំងហើយយកស្រុកខ្មែរបដ ாய் ទៅស្រុកខ្មែរនាំគ្នាពាក់មុខអញ្ចឹងទៅណាមួយថ្ងៃវាញ់គុំព្រះ5 ដងដាក់មីក្រូទៅអញ្ចឹងទៅហើយហ៊ុនសែនអីណាទៅកាត់ចុងគ្រប់គ្នាកាត់ចុងអាអ្នកដែលប្រូអ៊ីរ៉ានចង់ឲ្យគេអាមេរិកកាំងលាយហ្នឹងនាំគ្នាកាត់ចុងអស់នាំគ្នាកាត់ចុងហើយអ្នកកាត់ចុងឲ្យគេយួនវារស់ស៊ីកាត់ចុងអត់ដាក់ឆ្នាំស្ពឹកទេកាត់មួយមិនក៏មិនអញ្ជើញសាសនាអ៊ីរ៉ានហ្នឹងឲ្យទៅបដ ாய் ទៅពុទ្ធសាសនាងាយសងំឲ្យតែសាសនាអ៊ីស្លាមចូលដល់ណាផ្ទះតែ2 3 កភ្លៀងចប់ហើយបើមិនជឿទេមិនបាច់ផ្ទះទេត្បកតែមកកញ្ញហ្នឹងក៏ទៅកាត់ចុងអស់ណាអូខេនឹងហើយតែខ្លួនកើតមកនៅមាត់មិនស្ងៀមទេបន់ឲ្យអានេះស្លាប់អានេះបន់ឲ្យអានោះស្លាប់អានោះបន់ឲ្យអានេះបរាជ័យទីបំផុតសក់ខ្លួនឯងនឹងហើយដែលទទួលរងទុក្ខអូខេអានឹងអញ្ចឹងខ្ញុំអត់មានស្អប់ខ្ពើមទេអញ្ចឹងបើខ្ញុំអត់សូវផ្សាយរឿងហិង្សាអីណាខ្ញុំអត់និយាយទេ no ខ្ញុំនិយាយតែពីសុខសន្តិភាពទេបើពិតជាកាន់ជើងអ៊ីរ៉ានអញ្ជើញឲ្យអ៊ីរ៉ានផ្សាយសាសនានៅកម្ពុជាទៅសន្យាតែមួយឆ្នាំទេសន្យាតែមួយឆ្នាំទេឲ្យតែឲ្យអធិពលរបស់អ៊ីរ៉ានចូលដល់កម្ពុជាមួយឆ្នាំចប់ហើយអ៊ីរ៉ានបញ្ជូនមនុស្សឲ្យទៅវាយនៅភាគខាងត្បូងថៃជ័យយោឈ្នះហើយដល់ឈ្នះហើយយកខ្មែរបដ ாய் សាសនា7 មករាមានតែមួយយ៉ាងទេបើយួនមិនជួយទេទុកអត់ជាប់សម្ដេចហ៊ុនសែនគាត់និយាយហើយតែនេះកុំប៉ះពាល់នៅស្រុកខ្មែរសូម្បីតែអាមេរិកអត់ហ៊ានប៉ះពាល់ផងបើសិនណាជាអាមេរិកគេបញ្ឈប់សង្គ្រាមពាក់កណ្ដាលទីដោយសារក្មេងអាយុ3 ឆ្នាំហ្នឹងគាត់បញ្ឈប់អូយអាអ្នកអួតនៅស្រុកខ្មែរវាចូលមកចូលឯងអញ្ជើញសាសនាអ៊ីរ៉ានឲ្យទៅផ្សាយទៅអញសន្យាតែមួយឆ្នាំទេ
ok anh son giá ta mấy năm ok ta mấy năm thế liền mặt khay tụi món chua cắt trong hai bên đó nghe mà nè tới than xô cục này và bạn trên cái viên văn tính lộ sạch u bát bán này cái bật con nó ấy lộ sạch chiêm vinh mà đòn lộ sạch u mình ban đấy lộ sạch chiêm vinh đấy ok chỉ đắp cầm toàn đây toàn tại lộ sạch chiêm một sọc ngay giờ lấy nước sạch của pe sạch chiêm lấy vì là bay đấy nó là sọc mai đó mình chẳng là bay đây nè bạn đã bom ông đang ấy nhằm sạch chiêm sạch pe nó bảo sân chạy dừng là sọc cái đào chẳng á dừng nhằm tới chúng ta sẽ clear tầng xây tầng pro bên đằng này nhóm châu chặt sạch chiêm được à bạn đang nhằm trở nó bán sẽ clear đấy đăng sạch chiêm dương máy là dương nhằm dạng trả tích bạch như món soi clear hay bà sấy soi tầng clear soi tầng cổng có soi lừa soi chạy ha đăng đấy dương nhằm trở chạy nhóm châu chân sạch chìm sạch lem sạch gầu thể nhóm châu chặt đây này nó nhắm tình tôi nhắm chán biết chạy bạch như một chạy đắng đấy đằng đường này tay nhắm chạy nhắm nhóm châu chân nhắm đây sang bây giờ đây Lida trăm ngày cày trăm giấy pram tám cặp bích rương sasna nẹt đợt tây khi mình sao vô một bọ sai đây vì pro đôi khi ông giấy chẳng khi ông chẳng ai mà nuôi dương kịch ông pi chấm này đăng chân chiên cũng ai kịch ông pi cái hai ta sẽ đây anh ta đấy cũng ai kịch ai đơn này lúc ta cho almost cho đặt brainสำคัญสำหรับพิภพโลกฉบับนี้ประชมหนึ่งกรุธนะชอบให้เอาไว้เกมันกดกูจิเปรกทำไมการจิเปรกก็จะเรื่องมวยละอการดักบ่มปงสำหรับบ่งโฮก็จะเรื่องมวยละอเกิดเพื่อคลาดได้ปันตายเป็นเหมือนตอนสำหรับจุกใจดังสรองนะการปลายปลัวภูมิศาสตร์นโยบายในสมุดเปอร์เซียนหนึ่งฉลองสมุดฮอร์โมนนี้เวทเพื่อเอาพิภพโลกหลุมบ้าก็ปันตายน้องเปย์จะมวยគ្នាเวทก็เพื่อเอาพิภพโลกรบเคยในระบบทำไมได้นะน่าจ๋าน่ากี่ดีสัวเวทเพื่อเอาพิภพโลกจูบประเทศกลางบ้าก็ปันตายเวทก็ต้องเพื่อเอาพิภพโลกรบเคยฉลองทำไมได้นะอะไรอย่างนะเนี่ยได้ลดจูบแปะกระดาษเทรดหรอไปโปรเจกต์จอเต็กไปบางลานบางมาโต้ไว้เอาสั่งเต็กกำหนดนั่งหรอนะบอกผมจังยอมส่งออกคนนะไปไหมยอมหัวเธอมาหัวสกายสินติจำจูบเนี่ยไปคราวที่ส่งจำเรียบเลย